ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីការដាក់ comment បាទនៅក្នុងវីដេអូ TikTok របស់យើងណាបងប្អូនអូខេបាទដាក់ comment emoji ណាបងប្អូនបាទជារូបបែបនេះអញ្ចឹងបងប្អូនអូខេបាទនេះគឺជា emoji បងប្អូនអូខេបាទនេះណាបងប្អូនអរគ្នាបាទនេះគឺខ្ញុំដាក់ខ្លួនឯងទេគ្រាន់តែថាខ្ញុំដាក់នេះគឺដើម្បីបង្ហាញបងប្អូនឲ្យងាយយល់ថា comment emoji ហ្នឹងបែបម៉េចអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងគឺ comment emoji បែបហ្នឹងបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចធ្វើការដាក់បានណាបងប្អូនហើយខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះបាទហើយវីដេអូរបៀបដាក់ comment ហ្នឹងគឺមានច្រើនប្រភេទបាទតែខ្ញុំលើកយកប្រភេទដាក់ comment emoji នៅក្នុងវីដេអូ TikTok របស់យើងជាមុនសិនណាបងប្អូនអូខេបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើតែម្ដងបងប្អូនអូខេបាទគឺយើងធ្វើនៅក្នុង website ខ្មែរ FM បាទអញ្ចឹងបងប្អូនដែលអត់ទាន់ចេះចុះឈ្មោះអត់ទាន់ចេះដាក់លុយបងប្អូនអាចចុចនៅក្រោមវីដេអូនេះបានខ្ញុំដាក់ link ជូនបាទសម្រាប់បងប្អូនថ្មីណាបងប្អូនបាទតែបើសិនជាបងប្អូនចេះហើយបងប្អូនអាចទៅចូល website ខ្មែរ FM ចុះឈ្មោះទៅដាក់លុយទៅបងប្អូនអូខេបាទគឺអត់មានអីត្រូវពិបាកទេណាបងប្អូនបាទអញ្ចឹងខ្ញុំសូមចាប់ផ្ដើមតែម្ដងមុននឹងចាប់ផ្ដើមសូម refresh page មួយដើម្បីឲ្យ page ថ្មីឡើងវិញណាបងប្អូនបាទអញ្ចឹងដូចរាល់ដងអញ្ចឹងយើងចង់ប្រើសេវាកម្មមួយណាយើងចុចទៅលើ category filter សេវាកម្មមួយនឹងទៅបាទជាប្រភេទ platform អញ្ចឹងបងប្អូនអរគ្នាបាទឧទាហរណ៍ចង់ដាក់ TikTok បងប្អូនចុច TikTok ទៅដើម្បីងាយស្រួលជ្រើសរើស category ណាបងប្អូនបាទអញ្ចឹងបងប្អូនចុចទៅលើ TikTok នឹងមកបាទបន្តមកទៀតបងប្អូនចុចទៅលើកន្លែង category នឹងមកបងប្អូនបាទចុចកន្លែងនឹងមកបាទអញ្ចឹងបងប្អូនយើងអូសទៅលើបាទរកមើល TikTok comment បាទអញ្ចឹងបងប្អូនអូសទៅលើទៅបងប្អូនអូខេបាទរកមើល TikTok comment បាទអញ្ចឹងនេះបងប្អូនអូខេបាទនេះគឺ TikTok comment បាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទចុចលើនឹងមកបន្តមកទៀតបងប្អូនចុចកន្លែង service ហ្នឹងបងប្អូនអូខេមកចុចកន្លែង service ហ្នឹងមកអញ្ចឹងបងប្អូនអ្នកគ្នាឃើញសេវាកម្មជាច្រើនបាទមានច្រើនប្រភេទអញ្ចឹងបងប្អូនអូខេបាទអញ្ចឹងអ្វីដែលយើងចង់បានអ្វីដែលខ្ញុំបានបង្ហាញគឺខ្ញុំបង្ហាញប្រើសេវាកម្មមួយនេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចអានអក្សរបានបងប្អូនអូខេបាទនេះ emoji comment បាទអញ្ចឹងបងប្អូនខ្ញុំបង្ហាញបងប្អូនសេវាកម្មហ្នឹងបងប្អូនអូខេបាទហើយនេះក៏ emoji comment ដូចគ្នាតែគាត់ថាសេវាកម្មប្រភេទផ្សេងគ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនខ្ញុំបង្ហាញមួយនេះបាទហើយបងប្អូនចង់ប្រើមួយនេះក៏បានដែរព្រោះអីវាជាប្រភេទ emoji ដូចគ្នាណាបងប្អូនអូខេបាទ emoji comment ដូចគ្នាបាទហើយខាងលើនេះគឺ custom comment បាទអាហ្នឹងខ្ញុំបង្ហាញបងប្អូននៅវីដេអូក្រោយទៀតណាបងប្អូនបាទអញ្ចឹងសូមបង្ហាញតែ emoji ជាមុនសិនបាទអាហ្នឹងមានស្រួលណាបងប្អូនបាទអញ្ចឹងចុចលើនឹងមកបាទចុចលើនឹងមកតែមាន ID 216បាទអញ្ចឹងដូចរាល់ដងអញ្ចឹងយើងទៅ copy link យកមកដាក់កន្លែងនេះមកបងប្អូនបាទ copy link មក copy link វីដេអូ TikTok របស់បងប្អូនដែលបងប្អូនចង់ដាក់ណាបងប្អូនអរគ្នាបាទអញ្ចឹង copy link មកបាទចំពោះ copy link នេះគឺបងប្អូនអាច copy link វីដេអូរបស់មិត្តភក្តិក៏បានរបស់ណាក៏បានដែរបាទឲ្យតែយើងមាន link គេគឺយើងអាចដាក់ comment បានបាទដាក់ view ដាក់អីហ្នឹងបានទាំងអស់បាទតែបាទក្នុងវីដេអូនេះយើងនិយាយតែ comment បានហើយបងប្អូនបាទអញ្ចឹងយើងយកមកដាក់កន្លែងនឹងមកបងប្អូនបាទចកត់លើវាផាសមកបងប្អូនបាទអញ្ចឹងមកហើយកន្លែងនេះ quantity នេះគឺយើងចង់បានអ្នកមក comment ហ្នឹងចំនួនប្រមាណអ្នកបាទអញ្ចឹងបងប្អូនចង់បាន10អ្នកបងប្អូនសរសេរលេខ10អ្នកចង់បានប្រមាណបងប្អូនសរសេរលេខប៉ុណ្ណឹងអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំចង់បាន20អ្នកដើម្បីឲ្យមក comment នៅក្នុងវីដេអូរបស់ខ្ញុំណាបងប្អូនអូខេបាទ comment emoji ហ្នឹងណាបងប្អូនយើងអត់អាចដាក់ comment បានទេប៉ុន្តែវីដេអូក្រោយខ្ញុំធ្វើវីដេអូបង្ហាញតទៅនឹង custom comment គឺយើងអាចសរសេរ comment ទៅគឺ system វានឹង load ចូល comment នៅក្នុងវីដេអូ TikTok របស់បងប្អូនដោយពាក្យពេចន៍ដែលយើងបានសរសេរបញ្ចូលណាបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងដាក់រួចហើយបាទសម្រាប់ emoji ហ្នឹងណាបងប្អូនអញ្ចឹងយើងចុចកន្លែងនេះទៅណាបងប្អូនបាទកន្លែង submit ហ្នឹងទៅបាទពិនិត្យមើលផងណាបងប្អូនថាយើងជ្រើសរើសសេវាកម្មត្រឹមត្រូវនៅណាបងប្អូនបាទអញ្ចឹងយើងចុច submit មកព្រោះអីខ្ញុំជ្រើសរើសត្រឹមត្រូវអស់ហើយណាបងប្អូនអរគ្នាបាទចុច submit មកបាទបន្ទាប់ពីយើងចុច submit ហើយគឺវាចេញជាទម្រង់បែបនេះបាទ
បញ្ជាក់ថាយើងបានបញ្ជាទិញជោគជ័យអញ្ចឹងណាបងប្អូនបាទដូចជាវិកាយប័ត្រអីចឹងទៅបាទមាន order ID សម្រាប់សម្គាល់បញ្ជាទិញរបស់យើងផងដែរណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនអរគុណបាទបន្ទាប់ពីយើងបញ្ជាទិញចឹងហើយប្រហែលជា1ម៉ោងជាងហ្នឹង1ម៉ោង2ម៉ោងបាទនឹងដំណើរការចំនួន comment ហ្នឹងបងប្អូន comment emoji ហ្នឹងនៅក្នុងវីដេអូ TikTok របស់យើងហើយណាបងប្អូនអរគុណបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនអរគុណបាទខ្ញុំសង្ឃឹមថាបងប្អូននឹងយល់បើសិនជាអត់យល់បងប្អូនអាចមើលវីដេអូនេះឡើងវិញណាបងប្អូនអរគុណបាទនេះគឺរបៀបដាក់ comment emoji នៅក្នុងវីដេអូរបស់យើងបាទហើយនៅក្រោយវីដេអូក្រោយទៀតខ្ញុំបង្ហាញអំពីរបៀបដាក់ custom comment យើងអាចដាក់បាទយើងអាចសរសេរ comment ចូលនៅក្នុងនឹងបានណាបងប្អូនអូខេបាទឲ្យ system ចូលទៅ comment អ្វីដែលយើងបានសរសេរនឹងចូលដែរយើងសរសេរអ្វីគឺ comment នឹងណាបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ